សូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានចូលរួមដឹកនាំដំណើរទស្សនកិច្ចលើកនេះសួស្តីបងប្អូនសិស្សានុសិស្សនៃសាលាអន្តរជាតិខេមហបទាំងអស់សូមស្វាគមន៍មកកាន់ដំណើរទស្សនកិច្ចប្រចាំថ្ងៃទី1មកកាន់រមណីយដ្ឋានស្អាងភ្នំចាសូមគាត់ទាំងអស់គ្នាស្វាគមន៍ទីនេះអត់ចាអញ្ចឹងមុននឹងការបកស្រាយអ្នកគ្រូសូមណែនាំខ្លួនជាមុនសិនចាអ្នកគ្រូមានឈ្មោះថាងិនគង្គាជាគ្រូបង្រៀនប្រចាំសាលាអន្តរជាតិខេមហបថ្នាក់ទី5និងទី6សូមបងប្អូនស្ដាប់ការបកស្រាយរបស់អ្នកគ្រូដោយយកចិត្តទុកដាក់បន្ទាប់ពីការបកស្រាយចប់អ្នកគ្រូចានឹងមានសំណួរមួយចំនួនសួរទៅកាន់បងប្អូនក៏ដូចជាមានកដាស់សិលឹកកិច្ចការដើម្បីឲ្យបងប្អូនធ្វើផងដែរចាអញ្ចឹងសូមបងប្អូនដកបាច់ស្មារតីឬមួយក៏សៀវភៅដើម្បីត្រៀមកាត់នៅចំណុចសំខាន់ចានៅពេលដែលអ្នកគ្រូបកស្រាយចប់ចាអញ្ចឹងសូមបងប្អូនយកចិត្តទុកដាក់ទាំងអស់គ្នារមណីយដ្ឋានស្អាងភ្នំជារមណីយដ្ឋានវប្បធម៌ធម្មជាតិមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិពីមសាឡាងភូមិស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាលរមណីយដ្ឋានស្អាងភ្នំមានចម្ងាយប្រមាណជា20គីឡូម៉ែត្រពីក្រុងតាខ្មៅខេត្តកណ្ដាលនិងប្រមាណជា30គីឡូម៉ែត្រពីរាជធានីភ្នំពេញដើម្បីធ្វើដំណើរមកកាន់រមណីយដ្ឋានស្អាងភ្នំនេះយើងត្រូវធ្វើដំណើរកាត់តាមផ្លូវលេខ21កាត់តាមទួលកសាំងឬផ្លូវលេខ 21A កាត់តាមស្របតាមមាត់ទន្លេក្រុងតាខ្មៅក៏បានដែរព្រោះថាផ្លូវទាំងពីរនេះចានឹងមកជួបគ្នាត្រង់ចំណុចវត្តមួយមានឈ្មោះថាវត្តធុងលៀបបើយើងធ្វើដំណើរពីវត្តធុងលៀបប្រមាណជា5គីឡូម៉ែត្រនោះយើងនឹងមកដល់ចាទីរួមផ្សារស្រុកស្អាងចាហើយបន្តធ្វើដំណើរប្រមាណជា2គីឡូម៉ែត្រទៀតនោះយើងនឹងមកដល់ចាខ្លាំងទ្វារវត្តស្អាងនៅខាងស្ដាំដៃបន្ទាប់មកយើងនឹងបន្តដំណើរប្រមាណជា2គីឡូម៉ែត្រទៀតនោះយើងមកដល់រមណីយដ្ឋានស្អាងភ្នំនេះហើយរមណីយដ្ឋានស្អាងភ្នំត្រូវបានកសាងឡើងវិញនៅក្នុងឆ្នាំ1886ដល់ឆ្នាំ1886បន្ទាប់ពីការបំផ្លិចបំផ្លាញនៅក្នុងសម័យប៉ុលពតរមណីយដ្ឋានស្អាងភ្នំនេះចាក៏ជាទីកន្លែងសម្រាប់ឲ្យភ្ញៀវទេសចរមកទស្សនាកម្សាន្តផងដែររមណីយដ្ឋានស្អាងភ្នំចាមានវត្តមួយសាងសង់នៅលើទីកំពូលភ្នំខ្ពស់ជាងគេចាដែលយើងអាចមកឃើញទេសភាពដ៏ស្រស់ស្អាតប្លែកៗនៅក្នុងតំបន់នេះប៉ុន្តែរមណីយដ្ឋានស្អាងភ្នំនេះចាពុំសូវមានដើមឈើដុះច្រើនដូចនៅផ្លូវមុនធនដូចនៅក្នុងមុនធនទេប៉ុន្តែយើងអាចមកឃើញទេសភាពនៅតំបន់នេះក៏ដូចជាមានភ្នំមួយមានបឹងមួយចាដែលយ៉ាងធំដែលមាននៅចាវរិជាតិដូចជាផលិតរំចង់ចាដែលដុះចេញពីធម្មជាតិយ៉ាងស្រស់ស្អាតបង្កើតទៅជាផ្ទាំងទស្សនីយភាពនារដូវវស្សាលើពីនេះនៅក្នុងបឹងក៏មាននៅពពួកមច្ឆជាតិទាំងឡាយចាតូចធំចានៅក្នុងនោះផងដែររមណីយដ្ឋានស្អាងភ្នំចាជារមណីយដ្ឋានមួយបែបវប្បធម៌ធម្មជាតិអ្នកទេសចរដែលមកកម្សាន្តនៅតំបន់នេះចាក្រៅពីគាត់ជិះទូកលេងកម្សាន្តគាត់ក៏អាចជួយត្រីលេងបានផងដែរនៅរដូវវស្សាស្អាងភ្នំប្រៀបដូចជាកូនកោះតូចមួយចាដែលហុំព័ទ្ធទៅដោយផ្ទៃទឹកយ៉ាងធំល្វឹងល្វើយតំបន់ស្អាងភ្នំជាទីប្រជុំពុទ្ធសាសនិកប្រុសស្រីចាក្មេងចៅប្រុសស្រីដែលអាចចាឲ្យគាត់មកកម្សាន្តនៅទីនេះជាហោហាយមិនដាច់ដោយសារតែទីនេះមានវត្តមួយចាសម្រាប់ឲ្យចាពុទ្ធសាសនិកគាត់មកធ្វើបុណ្យចានារដូវបុណ្យទានផ្សេងៗផងដែរតំបន់ស្អាងភ្នំជាទីប្រជុំពុទ្ធសាសនិកក្មេងចៅប្រុសស្រីមកពីទីជិតឆ្ងាយជាហោហាយមិនដាច់ដោយសារតែទីនេះមានវត្តមួយនៅលើកំពូលភ្នំសម្រាប់ឲ្យចាមានការប្រារព្ធនៅពិធីបុណ្យផ្សេងៗផងដែរក្រៅពីនេះចានៅលើកំពូលភ្នំក៏មាននៅអាស្រមព្រះគោព្រះកែវដែលជាទីសក្ការៈបួងសួងសំលៀបសំជ័យជាប្រចាំនៅទីនេះក្រៅពីនោះក៏មាននៅអាស្រមរូបសំណាកបងបត់ដែលជាបារមីថែរក្សានៅតំបន់ព្រៃភ្នំនេះបើយើងនិយាយអំពីប្រវត្តិសាស្ត្ររមណីយដ្ឋានស្អាងភ្នំដើមឡើយមានឈ្មោះថាល្អាងភ្នំប៉ុន្តែលុះចំណេរកាលក្រោយមកទីនេះបានប្រែក្លាយទៅជារមណីយដ្ឋានស្អាងភ្នំរហូតមកដល់បច្ចុប្បន្ននៅក្នុងឆ្នាំ1976នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យស្អាងភ្នំត្រូវបានបំផ្លិចបំផ្លាញលុះមកដល់ឆ្នាំ1985រមណីយដ្ឋានស្អាងភ្នំបានអាជ្ញាធរមូលដ្ឋានរៀបចំឲ្យក្លាយទៅជារមណីយដ្ឋានវប្បធម៌ធម្មជាតិជាពិសេសនៅតំបន់នេះក៏មាននៅម្ហូបអាហារបែបស្រុកស្រែយ៉ាងឈ្ងុយឆ្ងាញ់សម្រាប់ផ្គត់ផ្គង់ភ្ញៀវទេសចរផងដែរក្នុងនោះរួមមានមាន់ដុតចោបស្លឹកឈូកចងស្រែអាំងខាតកួនស្រែក៏ដូចជាកង្កាបោកផងដែរហើយបច្ចុប្បន្ននេះក្រសួងទេសចរក៏ដូចជាអាជ្ញាធរមូលដ្ឋានបានរួមសហការគ្នាដាំដើមឈើឡើងវិញរៀបចំសម្រាប់ភ្នាត់
សន្តិសុខអនាម័យទីនេះឲ្យកាន់តែប្រសើរឡើងដើម្បីឲ្យភ្ញៀវទេសចរមកកាន់ទីនេះកាន់តែច្រើនឥឡូវអ្នកគ្រូសូមបញ្ឈប់ការបកស្រាយត្រឹមតែប៉ុណ្ណេះសង្ឃឹមថាបងប្អូនទទួលបានចំណេះដឹងថ្មីៗដូចជាបទពិសោធន៍ថ្មីៗបន្ទាប់ពីកូនធ្វើដំណើរទស្សនកិច្ចលើកនេះ